សូមក្រាបថ្វាយបង្គំព្រះអង្គសូមទ្រង់មានព្រះជន្មាយុយឺនយូរខ្ញុំបានក្លាយជាស្ដេចហើយខ្ញុំពិតជាបានក្លាយជាស្ដេចមែនហាហាហាពេលនេះខ្ញុំគឺជាមនុស្សដែលមានអំណាចបំផុតក្នុងលោកខ្ញុំចង់ញ៉ាំអាហារដែលឆ្ងាញ់បំផុតផឹកស្រាដែលថ្លៃបំផុតតិចជាមួយស្រីដែលស្អាតបំផុតហាហាហាព្រះករុណាអាសហាសបងធំបងគឺជាបងធំរបស់យើងបងធ្វើជាស្ដេចហើយមិនអាចភ្លេចពួកយើងទេមែនទេបងធំពេលម៉ែស្លាប់បងបានសន្យាថានឹងមើលថែពួកយើងប្រាកដណាស់បងមានបានហើយធ្វើម៉េចនឹងអាចភ្លេចឯងបានទៅប្អូនទី2ឯងធ្វើជានាយករដ្ឋមន្ត្រីប្អូនទី3ឯងធ្វើជាមេតបធំសូមអបអរសាទរលោកនាយករដ្ឋមន្ត្រីសូមអបអរសាទរលោកមេតបអរគុណបងធំក្រោកឡើងពុកវាចុះចំណែកខ្ញុំនឹងយេងលោវិញពួកឯងទាំងពីរចេញទៅឲ្យឆ្ងាយពីយើងពុកម៉ែគឺជាប្រពន្ធដើមរបស់ពុកណាខ្ញុំគឺជាកូនស្រីបង្កើតរបស់ពុកណាពេលនេះយើងមានស្នំស្អាតដល់ទៅ2នាក់ថ្ងៃមុខបើចង់បានកូនចង់បានប៉ុន្មានក៏មានដែរឯងពិតជាគ្មានខ្មាស់អ៊ីនមែនឆ្មាំអូស្នីសំគីសទាំង2នាក់នេះចេញទៅឈប់លេងខ្ញុំលេងខ្ញុំលេងយេងលោខ្ញុំឈឺពោះណាស់កូនខ្ញុំយេងលោកូនមិនអីទេមែនទេយេងលោកូនកើតអីអាសពិសាចពិសាចព្រះឲ្យនេះវាត្រូវតែរើសកាដូដែលល្អបំផុតទុកជូនកូនប្រសារខ្ញុំជាកាដូជួបមុខហើយនាយករដ្ឋមន្ត្រីអណ្ដើកមកខ្ញុំចង់សួរគាត់ការរៀបចំពិធីមង្គលការយ៉ាងម៉េចហើយព្រះពរអាសអូយមេឃប្រែប្រួលខ្លាំងនេះមានន័យថាមានកូនព្រះចុះមកចាប់កំណើតហើយពន្លឺពណ៌មាសនេះច្បាស់ណាស់ថាជាពូជពងស្នារបស់យើងខ្ញុំទទួលអារម្មណ៍ដឹងពីធម្មពលមួយធម្មពលនេះគឺខ្លាំងជាងពេលដែលឡងយល់ចាប់កំណើតទៅទៀតឬមួយក៏ឡងយល់របស់ខ្ញុំមានកូននៅឋានមនុស្សលឿនរៀបចំដំណើរទៅវិមាននាគខ្ញុំត្រូវតែទៅសួរឡងយល់របស់ខ្ញុំសួរឲ្យដឹងច្បាស់ព្រះឲ្យនេះជាសុទ្ធនាគសុទ្ធនាគនេះស្អាតឥតខ្ចោះបញ្ចេញពន្លឺចែងចាំងពូជរបស់ទេវតានាគពិតជាអស្ចារ្យមែនពូជទេវតានាគយើងពិបាកមានកូនណាស់មិននឹកស្មានថានារីមនុស្សលោកម្នាក់នេះអាចបង្កើតសុទ្ធនាគឲ្យលោកទេវតានាគបានមួយផ្លែបើលោកទេវតានាគនិងព្រះមាតានាគបានដឹងប្រកាសជាសប្បាយព្រះទ័យខ្លាំងណាស់នេះសំគិះឯងលួចតាក់ទងជាមួយបិសាចអីបានជាបង្កើតមកជាស្អីក៏មិនដឹងអញឥឡូវនេះគឺជាស្ដេចឯងធ្វើឲ្យអស់មុខមាត់រលីងហើយគេមិនមែនជាបិសាចទេត្រកូលឆិនរបស់យើងគ្មាននីសំគិះថោកទាបដូចជាឯងទេថោកទាបចាប់ពីពេលនេះទៅអញកាត់កោឯងចោលលែងជាឪពុកកូននឹងគ្នាទៀតហើយឆ្មាំអូស្នីសំគីសបត់ប្តីនេះចេញទៅក្រៅភ្លាមហើយក៏យកអាស្អីនោះយកទៅបោះចោលដែរទៅពុកវាលែងយេងលោទៅនាងគឺជាកូនបង្កើតរបស់ឯងណាបិទមាត់យើងគ្មានកូនបែបនេះទេកូនរបស់ខ្ញុំកូនខ្ញុំកូនរបស់ខ្ញុំកុំប៉ះកូនរបស់ខ្ញុំកុំប៉ះកូនរបស់ខ្ញុំនេះសំគីកុំធ្វើបាបកូនរបស់ខ្ញុំនេះមុខក្រាស់មិនក៏ឯងមិនទៅស្លាប់ទៅឆេនយូអានឆានឯងពិតជាសាហាវខូខើណាស់មិនសមធ្វើជាឪពុកគេទេសុទ្ធតែជារបស់ល្អដែលឯងបង្រៀនកុំធ្វើបាបម៉ែខ្ញុំអូវាចេញទៅអូវាចេញទៅអូពួកវាទាំងអស់ចេញទៅលែងខ្ញុំលែងខ្ញុំកូនរបស់ខ្ញុំលែងទៅ
ខ្ញុំអង្វរអ្នកទាំងអស់គ្នាគុំធ្វើបាបកូនខ្ញុំអីយល់ព្រមទេគុំលេងរោគមួយនេះនាងពាក់ទៅប្រកាសជាស្អាតណាស់ចម្លែកណាស់មិនបានជាបេះដូងរបស់ខ្ញុំស្រាប់តែឈឺខ្លាំងម្ល៉េះលន់យើព្រះមេដាអំបញ្ញមិញមេតាទទួលអារម្មណ៍ដឹងពីធម្មពលដ៏ខ្លាំងក្លាមួយខ្លាំងជាងពេលដែលកូនកើតទៅរាប់រយដងនេះច្បាស់ណាស់ថាមានកូននាគចាប់កំណើតលន់យើតើអាចជាកូនប្រសារដែលមេដាមិនធ្លាប់ជួបមុខនោះបានបង្កើតកូននាគឲ្យកូនទេឬមួយក៏យើងលួនាងព្រះមេដាទូបង្គំនឹងទៅឋានមនុស្សដើម្បីរកនាងឥឡូវនេះឈប់ទាត់ទៅនេះជាសុទ្ធនាគណាឈប់ទាត់ទៅគឺលោកទេវតាអរគុណដល់មន្តអាគមរបស់លោកទើបខ្ញុំអាចធ្វើជាស្ដេចបានតើលោកអាចជួយឲ្យបំណងប្រាថ្នាទី4របស់ខ្ញុំក្លាយជាការពិតបានទេមនុស្សនេះពិតជាលោកភ្លុនមែនដើម្បីឲ្យឯងធ្វើជាស្ដេចមន្តអាគមរបស់ខ្ញុំអស់រលីងហើយអញ្ចឹងមានន័យថាពេលនេះលោកមិនអាចជួយបំពេញបំណងឲ្យខ្ញុំបានទេនៅឋានមនុស្សមួយឆ្នាំខ្ញុំអាចប្រើមន្តអាគមបានតែ3ដងប៉ុណ្ណោះប៉ុន្តែសុទ្ធនោះទៅឲ្យឆ្ងាយទៅឯងវាខ្ញុំឯងហ៊ានវាខ្ញុំផងអញវាឯងយ៉ាងម៉េចអាសត្វឆ្កែគ្មានប្រយោជន៍ឯងប្រញាប់ចេញទៅឲ្យឆ្ងាយកុំមករំខានអញធ្វើជាស្ដេចឆេនយួនឆានអាំនោះគ្មានសិលធម៌មិនបានជាឯងអាចធ្វើបែបនេះដាក់ទេវតាអ្វីគ្រប់យ៉ាងដែលឯងមានពេលនេះគឺគាត់ជាអ្នកឯងនេះសំគីសមិនទាន់ដល់វេនឯងនិយាយទេឆ្មាំចាប់នេះមនុស្សគ្មានកេរខ្មាស់នេះហើយក៏យកអាសុទ្ធនោះយកទៅបោះចោលឲ្យឯងដែរលែងខ្ញុំកុំប៉ះកូនខ្ញុំកុំមិនបានคล้ายទៅជាកូនក្មេងអញ្ចឹងបិសាចវាជាបិសាចព្រះឲ្យនេះជាកូននាគបានចុះមកចាប់កំណើតហើយ